អរគុណខ្ញុំប៉ុន្តែខ្ញុំនឹងបញ្ជូនអ្នកទៅជួបឪពុកម្ដាយដែលមិនធ្លាប់បានជួបឆាប់នេះចាប់ផ្ដើមអាយុកាលចាស់និងរយៈពេលស្លាប់នេះគ្រាន់តែចុះហត្ថលេខាលើវាខ្ញុំមិនមានអ្វីត្រូវធ្វើទេហើយការដំឡើងមិនរហ័សរហួនដូចពួកគេទេអ្នកពិតជាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលតើអ្នកមានន័យថាខ្ញុំខ្ពស់ជាងអ្នកតាមវិធីណាហើយខ្ញុំកំពុងសួរអ្នកអ្វីមួយអ្នកពិតជាឆ្លើយណាស់ខ្ញុំគ្រាន់តែត្រូវការកំទេចអ្នកនៅចំពោះមុខភ្នែករាប់មិនអស់សូមឲ្យអ្នកដែលបានភ្ញាក់ដឹងខ្លួននិងវីទៅវិញទទួលយកការសើចចំអកដ៏អស្ចារ្យបំផុតនោះជាគំនិតល្អប៉ុន្តែជាអកុសលហេតុអ្វីបានជាអ្នកគិតថាខ្ញុំត្រូវតែខ្សោយជាងអ្នកសិទ្ធិឯកជននេះត្រូវបានគេហៅថាស៊ូនសុងស៊ូប៉ុន្តែខ្ញុំចូលចិត្តហៅវាថាដៃវេទមន្តតារាងសិក្សាដោយខ្លួនឯងផងដែរពេលណានៅពេលគាត់ចាប់លំពេងរបស់ខ្ញុំឥឡូវនេះជាដើមសំឡេងទឹកភ្លៀងនៅពីក្រោយខ្ញុំបាត់ហើយអូអារម្មណ៍ស្គមស្កាំងពិតជាមានភាពរសើបគ្រប់គ្រាន់ដើម្បីរកមើលលំហូរទឹកភ្លៀងដែលរាំងស្ទះខ្ញុំបានផ្លាស់ប្ដូរជោគវាសនារបស់ខ្ញុំរួចហើយតើអ្នកគិតថាខ្ញុំដូចអ្នកទេនោះពិតជាខុសគ្នាបន្ទាប់ពីទាំងអស់ខ្ញុំជា 6P ហឺហាតើរឿងនេះអាចក្លាយជាការពិតយ៉ាងដូចម្តេចប្រសិនបើអ្នកមិននិយាយវាខ្ញុំនឹងភ្លេចថាខ្ញុំមានវាសនា6វេនខ្ញុំស្ទើរតែបញ្ឆោតខ្លួនឯងតើអ្នកមានសិទ្ធិអ្វីវាបែកបាក់វាមានភាពផុយស្រួយបន្តិចនៅទីនោះអ្នកមិនមែនជាមនុស្សតែម្នាក់ដែលមានកាត់នោះទេកាំភ្លើងរូបថតរបាំហ្វេងទៀននេះគឺជាកាំភ្លើងរូបថតរបាំកម្រិតខ្ពស់របស់រ៉ូយ៉ាល់ពិភពលោកទេមើលទ្រូងរបស់ជីនហ្វីឆេនទាំងនោះគឺជាផ្កាផ្កាខ្ញុំបាននិយាយថាបើប្រៀបធៀបទៅនឹងស៊ូនសុងស៊ូខ្ញុំចូលចិត្តហៅគាត់ថាវេទមន្តដៃស្លាប់ដើម្បីខ្ញុំតើនេះជាអ្វីចៅមីងពេលវេទមន្តនេះគឺជាកាំភ្លើងរូបថតតើអ្នកអាចធ្វើយ៉ាងម៉េចពិតនិងមិនពិតតើមិនមែនជាវេទមន្តទេតើអ្នកធ្វើវាយ៉ាងដូចម្តេចនៅលើផែនដីកាំភ្លើងរូបថតនេះគឺជាជំនាញតែមួយគត់របស់គ្រួសារខ្ញុំអ្នកមិនអាចទេអ្នកបានខ្ជះខ្ជាយពេលវេលារបស់ខ្ញុំច្រើនពេកជំនាញមូលដ្ឋានក្នុងសមត្ថភាពផ្សេងលាហើយធ្វើជាសាក្សីចំពោះវេទមន្តរបស់ខ្ញុំហេតុអ្វីអញ្ចឹងហេតុអ្វីរឿងនេះកើតឡើងខ្ញុំគឺជាអ្នកដែលលោតឡើងគាត់នឹងអ្នកបានសម្លាប់កូនប្រុសរបស់ខ្ញុំគាត់បានធ្វើអត្តឃាតដោយលោតចូលក្នុងកាតរបស់ខ្ញុំគុំធ្វើខុសខ្ញុំតើអ្នកដឹងថាអ្នកបានសម្លាប់អ្នកណាទេចៅមីងដែលជាកូនប្រុសរបស់គ្រួសារចៅគឺគ្មានការភ័យខ្លាចទេតើវាជានរណាម្នាក់មកពីខេត្តមួយផ្សេងទៀតតើអ្នកមកពីគ្រួសារណាតើអ្នកណាជានាមត្រកូលរបស់អ្នកឈួតណាស់គ្មាននរណាម្នាក់ខ្យល់បក់នៅលើច្រាំងថ្ងៃពន្លឺថ្ងៃនាមត្រកូលល្អបំផុតមិនអស់កម្លាំងទេដងឆេងហ្វីមឈិនស៊ីជីងហ្វេហ្វីនកុំគិតអំពីវាខ្ញុំពិតជាគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ដែលចូលចិត្តសាច់មាន់ដែលមានជាតិប្រៃគ្មានអធិរិទេគ្មានអធិរិជ្មាគាត់គ្រាន់តែច្របាច់ខ្ញុំដោយចេតនាខ្ញុំមកពីគ្រួសារធំមួយប៉ុន្តែមិនខ្លាចគ្រួសារចៅទេមានតែការពន្យល់ទេមន្ត្រីនោះគួរឲ្យធុញទ្រាន់ណាស់ប្រសិនបើអ្នកទីត្រូវតើអ្នកជាមនុស្សក្រិនមែនទេអ្នកណាដឹងបងប្រុសគឺមានប្រជាប្រិយភាពខ្លាំងណាស់ឥឡូវនេះហេតុអ្វីបានជាអ្នកមិនសួរហើយទៅក្មេងនេះមានបុគ្គលិកលក្ខណៈមិនល្អអ្នកនិយាយថាមែនពេលណាប្រសិនបើខ្ញុំទើបតែវាប្រហារជីនហ្វីឆេនវាមិនមែនជាស្មាទេមែនទេហើយវាកាន់តែអាក្រក់ប្រសិនបើវាអាក្រក់តើអ្នកណាធ្វើឲ្យមនុស្សភ្ញាក់ហើយនៅតែប្រើឋានស៊ូតែងតែប្រើវានៅតែប្លន់អ្នកនិយាយថាមានមនុស្សជាង 8,000 លានអ្នកនៅរដូវក្តៅរបស់យើងហើយមានតែរាប់ម៉ឺនអ្នកប៉ុណ្ណោះក្នុងមួយឆ្នាំអ្នកអាចរាប់ជាមួយផ្ទះតែមួយមានសង្គ្រាមមួយទៀតប៉ុន្តែវាមិនអីទេយ៉ាងណាមិញក្មេងនេះគឺជាត្បូងឥឡូវនេះតើអ្នកណាអាចរើចេញបានមិនអីទេសូមកុំនិយាយអំពីវាខ្ញុំនៅតែត្រូវរកក្មេងនោះហើយអ្នកអាចសួរសិស្សទាំងនេះអំពីចៅមីងពួកគេបរិភោគផ្លែលឹកនិងបរិភោគសាច់
តើមានតម្រូវការក្នុងការសួរទេវាមិនចាំបាច់ភ្លេចទៀតទេវាមិនច្បាស់ទេមិនថាវាជាកំហុសរបស់អ្នកណាទេប្រហែលជាខ្ញុំគួរតែមិនចេះពិចារណាប្រហែលជាអញ្ចឹងខ្ញុំអាចស្លាប់នៅតាមផ្លូវដើម្បីសងសឹកអ្នកខ្ញុំគិតថាខ្ញុំនឹងលែងអស់សង្ឃឹមទៀតហើយឪពុករបស់កូនប្រុសម្នាក់គួរតែឆោតល្ងង់